បាទសួស្តីបងប្អូនទាំងគ្នាបាទថ្ងៃនេះផងដែរគឺជាថ្ងៃទី23ខែ10ឆ្នាំ2025បាទបងប្អូនអញ្ចឹងទៅថ្ងៃនេះផងដែរខ្ញុំយក speed satellite យកមកបង្ហាញដល់បងប្អូនដោយសារតែspeed satellite ឥឡូវគឺមានការ promotion បាទបងប្អូនទិញ10ថែម1បាទអញ្ចឹងទិញ10គឺថែម1 10បាទអញ្ចឹងបងប្អូនគាត់ចង់ដឹងហើយបងប្អូនដែលមិនទាន់បានប្រើនៅ speed satellite គាត់ចង់ដឹងថាតើគេប្រើកម្ចាត់អ្វីបាទអញ្ចឹងសម្រាប់ speed satellite នេះគឺយើងប្រើដើម្បីបាញ់ទៅលើដំណាំផ្សេងៗដូចជាដំណាំពពួកចន្ទីបាទយើងប្រើសម្រាប់បាញ់សម្លាប់សត្វល្អិតដូចជាពពួកមូសតែពពួកចៃសពពួកដង្កូវមូសស្លឹកបាទពពួកមេអំបៅបាទនិងពពួកសត្វស្លាបផ្សេងបាទអញ្ចឹងអានេះគឺបាញ់ត្រូវបានច្រើនបាទសម្រាប់មួយដបនេះគឺយើងអាចលាយទឹកបានរហូតដល់1000លីត្រឯណោះបាទគឺច្រើនមែនតើនេះចំណុះវាតែ1លីត្រទេបាទអញ្ចឹងសម្រាប់ speed satellite បើសិនជាយើងប្រើលាយជាមួយនឹងជីបំប៉នបាញ់ក៏បានដែរអត់បញ្ហាទេបងប្អូនបាទអញ្ចឹងទៅពេលដែលយើងបាញ់ទៅលើដំណាំរបស់យើងអញ្ចឹងយើងដាក់លាយតែម្ដងគឺយើងចំណេញពេលក្នុងការបាញ់ផងដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែមានតម្រូវការក្នុងការស្វែងរកនៅថ្នាំដែលប្រើប្រាស់ទៅមានគុណភាពល្អហើយបានពេលយូរបាទជ្រើសរើសជាមួយនឹង speed satellite បាទអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងបាទសូមអរគុណបាទនេះគឺជាចន្ទីដែលយើងបានធ្វើការបាញ់ជាមួយនឹង speed satellite បាទអញ្ចឹងទៅត្រួយដែលវាចេញមកគឺវាមានលក្ខណៈល្អបែបហ្នឹងបាទគឺអត់មាននៅសត្វតិចទេបាទអញ្ចឹងហើយ speed satellite នេះគឺបងប្អូនមានតម្រូវការគឺអាចយកទៅប្រើប្រាស់តំណែងតំណងទិញយកទៅប្រើប្រាស់បានបាទដោយសារតែខ្ញុំបាញ់ទៅឃើញថាវាល្អខ្លាំងដែរបាទអញ្ចឹងទៅដើម្បីឲ្យចន្ទីបងប្អូនល្អដូចខ្ញុំអញ្ចឹងបងប្អូនអាចប្រើលាយជាមួយនឹងជីបំប៉នផ្សេងដើម្បីឲ្យវាចេញត្រួយមកហើយវាអត់មានអីតិចបាទព្រោះអីបើសិនជាយើងបាញ់តែជីបំប៉នវាលាស់ត្រួយមកវានឹងធ្វើឲ្យសត្វតិចតែម្ដងបាទប៉ុន្តែនៅពេលដែលយើងបាញ់លាយជាមួយនឹងសត្វល្អិតផងជីបំប៉នផងនឹងធ្វើឲ្យចន្ទីរបស់យើងចេញត្រួយមកហើយគឺអត់មាននៅសត្វល្អិតតិចទៀតទេបាទអញ្ចឹងហើយកន្លឹះនេះគឺជាកន្លឹះដ៏ល្អបាទហើយសម្រាប់ speed satellite នេះក៏ពិសេសផងដែរបាទអញ្ចឹងយើងអាចដាក់លាយជាមួយនឹងជីបំប៉នបានធម្មតាបាទគឺអត់មានបញ្ហាអីទេអញ្ចឹងយើងទៅមើលដើមផ្សេងទៀតថាតើវាមានអ្វីខុសប្លែកធម្មតាដែរទេបាទសម្រាប់ដើមបន្ទាប់បាទគឺអត់មានបញ្ហាអីទេបាទទោះបីជាយើងបាញ់បានច្រើនថ្ងៃមកហើយក៏ដោយបាទប៉ុន្តែលក្ខណៈត្រួយរបស់វាគឺនៅតែល្អខៀវខ្ចីគឺអត់មានអ្វីមកតិចឬក៏ប៉ះពាល់ស៊ីស្លឹកវាអីទេបាទ